bà xông chùm đi xuống nè tầng ốc niaថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីaccount របស់ខ្ញុំមួយដែលជា account Google AdSense ហ្នឹងដែលខ្ញុំបានចុះឈ្មោះជា YouTube partner រួចមកហើយមួយទៀតគឺបង្ហាញអ្នកទាំងអស់គ្នាដែលតាក់ទងទៅនឹង blogspot របស់ខ្ញុំនេះគឺជា blogspot របស់ខ្ញុំដែលមានឈ្មោះថាខ្មែរ Make Money Online ប៉ុន្តែaddress ដែលអ្នកទាំងអស់គ្នាអាចចូលទៅមើល blogspot នឹងបានគឺអ្នកទាំងអស់គ្នាវាយពីលេខនេះ free@movie.blogspot.com បាទអញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលវាយចូលអញ្ចឹងហើយគឺចូលទៅកាន់ blogspot ខ្ញុំតែម្ដងដែលមានឈ្មោះថាខ្មែរ Make Money Online ហ្នឹងហើយខ្ញុំចង់ជម្រាបអ្នកទាំងអស់គ្នាមួយទៀតកាលណាបើសិនជា account របស់យើងបានបង្កើតជា YouTube partner រួចមកហើយបានចុះឈ្មោះជា YouTube រួចហើយយើងមាននៅ code ADS មួយដែលនៅក្នុង Google AdSense បាទអញ្ចឹង code ADS មួយហ្នឹងគឺអាចឲ្យយើងនឹងយក code មួយហ្នឹងមកដាក់នៅលើ blogspot ដូចដែលពួកខ្ញុំបានដាក់នេះបានអញ្ចឹងគឺវាជារឿងមួយដែលថាមិនពិបាកទេងាយបំផុតឲ្យគ្រាន់តែអ្នកទាំងអស់គ្នាមានវីដេអូហើយចុះឈ្មោះជា YouTube partner យើងចូលទៅកាន់ Google AdSense បន្តមកទៀតយើងត្រូវ select នៅលើ ADS my ADS ហ្នឹងយើង copy code មកផាសនៅលើ blogspot របស់យើងបាទអញ្ចឹងឥឡូវខ្ញុំឲ្យអ្នកទាំងអស់គ្នាចូលទៅមើល code my ADS ដែលមាននៅក្នុង Google AdSense ដែលរូបខ្ញុំបាន apply ជា YouTube partner រួចមកហើយហ្នឹងបាទនៅពេលដែលអ្នកទាំងអស់គ្នាចូល new tab មកអ្នកទាំងអស់គ្នាគឺគ្រាន់តែវាយពាក្យថា adsense.com ទៅបានហើយអញ្ចឹងខ្ញុំវាយអក្សរ A មួយវាលោតចេញគឺ adsense.com ខ្ញុំ select លើវាហើយយើង enter ទៅបាទបន្តមកទៀតវាចូលទៅក្នុង account AdSense របស់យើងដែលអ្នកទាំងអស់គ្នាអាចមើលឃើញបានបាទក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងគឺខ្ញុំអាចរកបានត្រឹមតែ 0.48 សេនតែប៉ុណ្ណោះគឺរយៈពេលគឺជា6-7ថ្ងៃហ្នឹងវាមិនយូរទេមួយថ្ងៃបាន1คลิกមួយថ្ងៃ2คลิกអញ្ចឹងដោយសារតែវីដេអូរបស់យើងមិនទាន់ល្បីអញ្ចឹងយើងចូលទៅ my ADS នេះ select my ADS ហ្នឹងហើយអ្នកទាំងអស់គ្នាកុំឆ្ងល់ថា Google AdSense ហើយនឹង sign up for Facebook ហ្នឹងបានមកពីណាបាទគឺបានមកពីយើង add new នេះ new AD unit ហ្នឹងនៅពេលដែល add new AD unit ហើយអ្នកទាំងអស់គ្នាគឺដាក់ឈ្មោះឧទាហរណ៍ថា Google AdSense sign up for Facebook make money online អញ្ចឹងទៅវា load មកធ្លាក់មកជាចំណងជើងអញ្ចឹងបន្តមកទៀតគឺអ្នកទាំងអស់គ្នាគ្រាន់តែ select លើនេះ get code បាទ get code អ្នកទាំងអស់គ្នា control C វាទៅ copy code ហ្នឹងបាទយកទៅផាសនៅណាគឺយកទៅផាសនៅក្នុង blogspot នេះបាទអញ្ចឹងខ្ញុំ back ថយក្រោយមួយអ្នកទាំងអស់គ្នាគឺត្រូវចូលទៅកាន់ layout របស់វានេះអញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែល back ថយក្រោយរហូតមកដល់កន្លែងហ្នឹងហើយគឺអ្នកទាំងអស់គ្នាទៅចូលកន្លែងនេះ layout នៅពេលដែលអ្នកទាំងអស់គ្នាឃើញ layout ហ្នឹងហើយយើងរកមើលកន្លែងនេះអាចបង្ហោះកូដបាននេះព្រោះអីយើងបង្ហោះកូដគឺនៅខាងស្ដាំមិនអញ្ចឹងបាទនៅខាងស្ដាំនៃ website បើ website របស់ខ្ញុំអញ្ចឹងគឺមានខាងលើមួយខ្ញុំដាក់ខាងលើប៉ុន្តែខាងនេះគឺនៅខាងស្ដាំអញ្ចឹងខ្ញុំចូលទៅកន្លែងនេះមកបាទនេះអ្នកទាំងអស់គ្នាគឺអាច add a get gate ហ្នឹងអ្នកទាំងអស់គ្នាគឺ select នៅលើនេះ HTML/JavaScript ហ្នឹង select លើហ្នឹងមកតមទៀតអ្នកទាំងអស់គ្នាកន្លែងនេះ title ដាក់ឈ្មោះអីក៏បានដែរ Google AdSense ទៅហើយ copy code យកមកដាក់ហ្នឹងទៅហើយតមទៀតយើង save នោះ code នឹង load មកនៅខាងនេះបាទអញ្ចឹងនេះគឺជាការបង្ហាញរបស់ខ្ញុំហើយខ្ញុំបង្កើតវីដេអូនេះដើម្បី
upload ទៅកាន់ YouTube អ្នកទាំងអស់គ្នាអាចមើលបានហើយខ្ញុំអាចរកលុយតាមរយៈពីរផ្លូវ YouTube Partner មួយនិង Blogspot មួយ account នៅពេលដែលគេ visitor ចូលទៅមើល YouTube Partner click ទៅលើ advertise ដែលមានវីដេអូរបស់ខ្ញុំគឺធ្លាក់ចូល account នេះធ្លាក់ចូល account ហ្នឹងធ្លាក់លុយចូល account ហ្នឹងប៉ុន្តែបើសិនគេទៅមើលនៅក្នុង Blogspot ដល់ការ click នៅលើ advertise ដែលមានលើ Blogspot ហ្នឹងក៏ធ្លាក់ទៅចូល account ហ្នឹងដែរបាទអញ្ចឹងខ្ញុំគ្រាន់តែចង់បង្ហាញតែប៉ុណ្្នឹងអញ្ចឹងខ្ញុំអត់មានអ្វីផ្សេងដែលបង្ហាញទេឥឡូវអ្នកទាំងអស់គ្នាចូលមើលរបាយការណ៍ក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងបានប៉ុន្មាន click បានប៉ុន្មាន click របស់ខ្ញុំចុះខ្ញុំចូលទៅ performance report នៅទីនេះអ្នកទាំងអស់គ្នានឹងឃើញចំនួន click ណាអញ្ចឹង page view 129នាក់ចំនួននៃការ click គឺបាន14 click បាន15 click អញ្ចឹង15 click សួរថាមួយ click គេឲ្យប្រហែលនេះចាប់ពីថ្ងៃទី2មកគឺមានចំនួននៃការ click ហើយទី2 1 2 3 4 5 6 7 8 9ថ្ងៃទៅបាន9ថ្ងៃទេអញ្ចឹងសួរថាសរុបទាំង9ទាំង9ថ្ងៃហ្នឹងបានប្រហែលសេនគឺនេះ total វា 0.49 សេននេះជា total ហើយចំនួននៃការ click សរុបទាំងអស់គឺមាន15 click នេះអញ្ចឹងដោយសារតែប្រទេសកម្ពុជាយើង click គឺវាមិនឲ្យច្រើននៅក្នុងមួយ click វាឲ្យតែ3សេន4សេនដល់5សេនតែប៉ុណ្ណោះតែបើសិនជាឧទាហរណ៍ថានៅបណ្ដាក្រៅប្រទេសខាងអឺរ៉ុបខាងអូស្ត្រាលីខាងអាមេរិកចឹងទៅអង់គ្លេសគេ click ម្ដងគឺ account របស់យើងត្រូវបានកាត់លុយដែលទៅកាត់លុយមកហ្នឹងគឺ20 30 40សេនមកបាទថ្លៃណាអញ្ចឹងអ្នកទាំងអស់គ្នាអាចបង្កើតដូចជាអាចរកលុយតាមរយៈ YouTube Channel ក៏ដូចជា Blogspot ហ្នឹងបានបាទហើយសូមចែកចម្លែកនៅចំណេះដឹងប៉ុណ្ណេះបើមានបញ្ហាអីឆ្ងល់គឺអ្នកទាំងអស់គ្នាអាចទេសួររូបខ្ញុំបានដោយមានលេខទូរស័ព្ទ0985 49 332បាទសូមអរគុណដែលតាមដាននៅវីដេអូរបស់ខ្ញុំបាទ